រឿងរ៉ាវរបស់រាជអាមាត្យអ៊ូជឺស៊ីគឺជាវីរភាពដ៏ល្បីល្បាញបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រចិននាសម័យកាលនៃមជ្ឈិមសម័យនិទាខរដូវនិងសត្យរដូវ Spring and Autumn Period លោកគឺជាអ្នកនយោបាយនិងជាមេទ័ពឆ្នើមដែលមានជីវិតពោរពេញទៅដោយការសងសឹកនិងភាពស្មោះត្រង់ 1. ដើមកំណើតនិងសោកនាដកម្មគ្រួសារអ៊ូជឺស៊ីកើតនៅក្នុងគ្រួសារមន្ត្រីជាន់ខ្ពស់នៅនគរឈូឪពុករបស់លោកឈ្មោះអ៊ូស៊ឺនិងបងប្រុសឈ្មោះអ៊ូសាងគឺជាមន្ត្រីដ៏មានឥទ្ធិពលប៉ុន្តែដោយសារការបង្កាច់បង្ខូចពីមន្ត្រីពុករលួយឈ្មោះហ្វេអ៊ូជីស្ដេចនៃនគរឈូបានបញ្ជាឲ្យសម្លាប់ឪពុកនិងបងប្រុសរបស់លោកអ៊ូជឺស៊ីគឺជាមនុស្សតែម្នាក់គត់ដែលបានរត់គេចខ្លួនចេញពីនគរឈូទាំងគ្រោះថ្នាក់បំផុត 2. ការរត់ភៀសខ្លួនដ៏លំបាកមានរឿងព្រេងនិទានមួយពោលថាក្នុងអំឡុងពេលរត់ភៀសខ្លួនឆ្ពោះទៅកាន់នគរអ៊ូលោកមានការព្រួយបារម្ភនិងតានតឹងខ្លាំងរហូតដល់សក់ក្បាលប្រែជាពណ៌សទាំងអស់ក្នុងពេលត្រឹមតែមួយយប់ដើម្បីបន្លំភ្នែកឆ្មាំព្រំដែន 3. ការបម្រើនគរអ៊ូនិងការសងសឹកក្រោយពេលទៅដល់នគរអ៊ូលោកបានជួយជ្រោមជ្រែងព្រះអង្គខ្វាងឲ្យឡើងគ្រងរាជ្យដែលមាននាមថាស្ដេចហឺលីកិច្ចការនយោបាយលោកបានជួយរៀបចំរចនាសម្ព័ន្ធនគរកសាងទីក្រុងបច្ចុប្បន្នគឺទីក្រុងស៊ូជើនិងពង្រឹងកងទ័ពមិត្តភាពជាមួយស៊ុនអ៊ូអ៊ូជឺស៊ីគឺជាអ្នកណែនាំកំពូលអ្នកចម្បាំងស៊ុនអ៊ូម្ចាស់ក្បួនសឹកស៊ុនជឺឲ្យមកបម្រើស្ដេចនគរអ៊ូការសងសឹកនៅឆ្នាំ506មុនគ្រិស្តសករាជលោកបានដឹកនាំទ័ពវាយលុកនគរឈូដែលជានគរកំណើតរហូតទទួលបានជោគជ័យដោយសារតែស្ដេចនគរឈូដែលបានសម្លាប់គ្រួសាររបស់លោកបានចូលទីវង្គតទៅហើយលោកបានបញ្ជាឲ្យគេគាស់ខ្មោចស្ដេចនោះមកវាយនឹងរំពាត់ចំនួន300ដងដើម្បីរំសាយកំហឹងសងសឹកជូនគ្រួសារ 4. ទីបញ្ចប់នៃជីវិតនិងការធ្លាក់ចុះនៃនគរអ៊ូក្រោយពេលស្ដេចហឺលីចូលទីវង្គតបុត្រាឈ្មោះហ្វូឆៃឡើងសោយរាជ្យអ៊ូជីស៊ីបានផ្ដល់ដំបូន្មានឲ្យស្ដេចហ្វូឆៃកម្ចាត់នគរយៀនិងស្ដេចកៅជៀនឲ្យអស់គំទុកជាបន្លាប៉ុន្តែស្ដេចហ្វូឆៃមិនស្ដាប់តាមហើយបែរជាជឿតាមពាក្យញុះញង់របស់មន្ត្រីពុករលួយម្នាក់ឈ្មោះប៉ពីដែលជាឧបរាជនគរអ៊ូនៅទីបំផុតស្ដេចហ្វូឆៃបានបង្ខំឲ្យអ៊ូជឺស៊ីធ្វើអត្តឃាតខ្លួនឯងមុនពេលស្លាប់អ៊ូជឺស៊ីបានផ្ដាំថាចូលខ្វេះភ្នែករបស់ខ្ញុំយកទៅដាក់នៅលើកំពែងក្រុងដើម្បីឲ្យខ្ញុំបានឃើញទ័ពនគរយៀចូលមកកំទេចនគរអ៊ូជាការពិតណាស់ក្រោយមកនគរអ៊ូត្រូវបាននគរយៀវាយដណ្ដើមបានមែនដែលធ្វើឲ្យស្ដេចហ្វូឆៃស្ដាយក្រោយយ៉ាងខ្លាំងមុននឹងធ្វើអត្តឃាតតាមក្រោយអរគុណសម្រាប់ការចូលស្ដាប់អត្ថបទមួយនេះជួបគ្នានៅវីដេអូក្រោយជម្រាបលា